ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមកជម្រាបជូនបងប្អូនទាំងអស់គ្នាគឺបុកកន្ទុយហេះនេះដំបូងខ្ញុំយកប្រហុកហ្នឹងទៅអាំងមុនគេសិនហើយបន្ទាប់មកយើងបកខ្ទឹមក្រហមហើយខ្ទឹមសខ្ញុំមានត្រីឆ្អើរហើយបោះយកទៅសាច់មកហើយទុកមួយដលៃសិនហើយយកខ្ទឹមសខ្ទឹមក្រហមយកបកមុនហ្នឹងយកមកលីងវាឲ្យចេញក្រៀមខ្លះៗអញ្ចឹងហើយមានម្ទេសក្រៀមនេះយកមកលីងវាបន្ថែមមកហើយពេជ្រយើងលីងវាដូចគ្នាលីងឲ្យឆ្អិនមកដូចក្រៀមនៅក្នុងរូបនេះបានហើយត្រីឆ្អើរក៏លីងដូចគ្នាដែរបន្ទាប់មកយកគ្រឿងទាំងអស់នោះគឺយកទៅបុកវាឲ្យម៉ត់ចូលគ្នាឲ្យសព្វណាហើយយើងមានបន្ថែមជាមួយនឹងទឹកអំបិលហើយនឹងប្រហុកតែអត់បានថតចូលជាមួយអញ្ចឹងហើយចុងក្រោយគឺយើងដាក់ត្រីឆ្អើរដើម្បីឲ្យវាឆាប់ចូលជាតិចូលគ្រឿងគ្នាបានល្អច្បល់ត្រីឆ្អើរនោះចូលគ្នាឲ្យសព្វជាមួយនឹងគ្រឿងដែលយើងបានបុកមុនហ្នឹងហើយនេះគឺជាលទ្ធផលចុងក្រោយសម្រាប់នេះគឺជាបន្លែបន្ទាប់របស់វាហើយសូមអរគុណសម្រាប់ទស្សនាវីដេអូ